បាទសូមស្វាគមន៍បងប្អូនអ្នកគ្នាបាទហើយនេះជាទស្សនភាពកូនមន់របស់ខ្ញុំបាទដែលទៅតែតម្លាក់ចុះបាទទីទៅគឺបាន2ថ្ងៃដែរហើយបាទដោយសារថ្ងៃតម្លាក់ចុះគឺខ្ញុំអត់បានថតទេដោយសារពេលហ្នឹងគឺវាពិបាកពេកក្នុងការថតអញ្ចឹងណាដល់តម្លាក់ចុះរួចរាល់អស់ហើយកូនមន់ដាក់បាន2ថ្ងៃហើយទើបខ្ញុំគិតថាថតចង់បង្ហាញឲ្យបងប្អូនទស្សនាកំសាន្តលេងបាទហើយទៅហ្នឹងហើយសម្រាប់កូនមន់របស់ខ្ញុំទាំងអស់ហ្នឹងគឺមានចំនួន17ក្បាលដែរបាទមេ2បាទចូលគ្នាពីពងចូលគ្នាហើយញាស់ក៏ញាស់ដំណើរគ្នាទៀតបាទពិតជាល្អមែនតើវាមានញាស់បតាក់គ្នា3 4ថ្ងៃអីទេបាទចំទៅញាស់តែ2ថ្ងៃគឺអស់ហើយលេងបាទហើយកូនមន់គឺអាយុ2ថ្ងៃហើយហ្នឹងហើយបាទកាលហ្នឹងមកតវីដេអូបន្តិចបាទបន្ទាប់ពីយើងដាក់ចុះពីសបុកមកបាទគិតម្ដងថ្ងៃនេះវាចូលអាយុបាន7ថ្ងៃហើយបាទតាំងពីថ្ងៃទី23មកអញ្ចឹងម្ដងថ្ងៃនេះថ្ងៃទី30អញ្ចឹងវាអាយុបានមួយអាទិត្យអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតនោះបាទគឺកាមឃើញខាងកាមវាចាស់ហើយហ្នឹងហើយវាជុះផងអីផងហើយណាមួយវាកាយចឹកផងអីផងអញ្ចឹងទៅវាអាចថាមិនល្អសម្រាប់កូនមន់ទេទី1គឺវាឈោមនឹងបញ្ហាសត្វល្អិតនៅក្នុងខ្លួនហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងយើងអាចដកកាមបានហើយព្រោះបើទុកយូរក៏មិនកើតដែរជុះដាក់លើនឹងផងអីផងណាកើតទេវាអាចបង្កទៅជាមេរោគសត្វល្អិតសត្វអីអញ្ចឹងណាប៉ុន្តែកត្តាសំខាន់នេះអាយុបាន7ថ្ងៃមន់ខ្ញុំគិតថ្ងៃញាស់បានចំនួន17ម្ដងថ្ងៃនេះគឺនៅតែរក្សាចំនួនភេវានៅដដែលបាទគឺ17ក្បាលគឺនៅដដែលហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំធ្វើបន្ទាប់នោះគឺដកអង្កាមចេញវាចាស់កម្រិលមែនតែនហើយជុះផងអីផងអូសុខភាពល្អណាស់បងប្អូនអើយណែចំណុចមួយទៀតដែលខ្ញុំចង់និយាយគឺសំណាងដែរសម្រាប់ខ្ញុំក្នុងខែនេះបាទព្រោះឯមន់អ្នកជិតខាងរបស់ខ្ញុំកំពុងតែឈឺដល់កហើយខ្លះហើមភ្នែកខ្លះអីផងដោយសារភ្លៀងកក់ខែមន់ចាប់ផ្ដើមហើមភ្នែកច្រើនដកកាមចាញ់ហើយចាំដល់អាយុ21ថ្ងៃចាំយើងធ្វើការតម្លាក់សត្វល្អិតវាដោយសារនេះវានៅតូចពេកខ្ញុំអត់ចង់តម្លាក់ទេព្រោះវាក្តៅចំណៃអីគេថ្នាំតម្លាក់សត្វល្អិតហ្នឹងក្តៅណាស់អញ្ចឹងយើងទៅអាយុបានមួយអាទិត្យអញ្ចឹងមិនបាច់ចាំតម្លាក់ក៏បានដែរចាំដល់អាយុ21ថ្ងៃចុះអូខេរួចរាល់បងប្អូនដាក់ទឹកដាក់ចំណីឲ្យវាផឹកធម្មតាវិញទៅប៉ុណ្ណឹងទៅវាធូរដែរវាបានជុះអីធ្លាក់ទៅក្រោមវាអត់សូវនៅទៅដូចអាកាលយើងនៅកាម17ក្បាលបាទនៅទាំងអស់ហ្នឹងឥឡូវវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបាទហើយទៅចាំមើលខ្ញុំតដល់អាយុ21ថ្ងៃតើនៅបន្តរក្សាតម្លៃភេវាហ្នឹងនៅដដែលអត់ចំនួនភេ17ក្បាលហ្នឹងហើយឥឡូវប៉ុណ្ណឹងសិនចុះបាទអរគុណច្រើនបងប្អូនសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំបាទសម្រាប់ចង់វីដេអូនេះក៏សូមនិយាយទៅកាន់បងប្អូនបន្តិចបាទហ្នឹងហើយសម្រាប់វីដេអូនេះដែលខ្ញុំថតនេះបង្ហាញនេះបាទគឺជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំចង់ដឹងបាទចង់សាកល្បងពួកអីវាមិនមែនជាវីដេអូដែលបានចង់និយាយថាចែករំលែកចំណេះដឹងទៅកាន់បងប្អូនឡើយព្រោះថាគ្រប់យ៉ាងគឺខ្ញុំគ្រាន់តែសាកល្បងនិងរៀនធ្វើវាបាទដោយខ្លួនឯងអញ្ចឹងហើយសម្រាប់បងប្អូនដែលបានចូលទស្សនាបាទក៏បើសិនជាថាគិតចង់រៀនពីខ្ញុំឬមួយអីក៏អីអញ្ចឹងណាបញ្ជាក់គឺខ្ញុំបង្កើតឡើងគឺសម្រាប់ឲ្យបងប្អូនទស្សនាពីព្រោះអ្វីដែលខ្ញុំខ្លាចនោះគឺការខុសឆ្គងគឺថាទៅអាចឃើញខ្ញុំធ្វើទៅបានល្អប៉ុន្តែក៏មិនប្រកាសថាបងប្អូននឹងធ្វើទៅគឺដូចខ្ញុំនោះទេចាអ្វីដែលខ្ញុំខ្លាចនោះគឺភាពខុសឆ្គងហ្នឹងហើយ
អញ្ចឹងបានជាខ្ញុំនិយាយបញ្ជាក់ទៅកាន់បងប្អូនថាអ្វីដែលខ្ញុំធ្វើនេះគឺជាការចង់ដឹងការចង់ចេះចង់ឈ្នះនិយាយរួមទៅគឺខ្ញុំចង់សាកដោយខ្លួនឯងព្រោះខ្ញុំកន្លងមកខ្ញុំធ្លាប់តែឃើញគេក្រុងឲ្យនៅជាមួយមេជាមួយអីចឹងណាក្រុងប្រកាសសម្រាប់ខ្ញុំអត់ទេបាទហើយវីដេអូក៏សូមតែប៉ុណ្្នឹងដែរ